មើលនេះកសិករម្នាក់នេះកាត់បើកពន្លកចំហៀងដែលស្ងួតនៅក្បែរដើមចេកមួយដើមចុចបង្កើតជារន្ធតូចមួយនៅចំកណ្ដាលដោយដៃរបស់គាត់បន្ទាប់មកចាប់យកកម្សៅពណ៌ស្មួយក្តាប់ហើយចាក់វាចូលទៅក្នុងនោះដំបូងឡើយមនុស្សជាច្រើនប្រហែលជាគិតថាគាត់កំពុងសម្លាប់សត្វល្អិតឬសម្លាប់មេរោគលើមុខរបួសនៅលើរុក្ខជាតិប៉ុន្តែនោះមិនមែនជាអ្វីដែលគាត់កំពុងធ្វើនោះទេនេះគឺជាវិធីសាស្ត្រដាក់ជីដែលប្រើដោយកសិករដាំចេកនៅប្រទេសឥណ្ឌូនេស៊ីដាំចេកអាចមើលទៅក្រាស់និងរឹងមាំប៉ុន្តែនោះមិនមានន័យថាពួកវាអាចផ្ដល់ទិន្នផលល្អដោយមិនមានការថែទាំបន្ថែមនោះទេដូចជាពោតដែលចេកប្រើប្រាស់អាសូតផូស្វ័រនិងប៉ូតាស្យូមយ៉ាងច្រើននៅពេលពួកវាលូតលាស់ជាពិសេសនៅពេលដែលឫសកំពុងរាលដាលពន្លកថ្មីកំពុងចេញហើយត្រយងចេកកំពុងកើតប្រសិនបើរុក្ខជាតិមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេការលូតលាស់របស់វាអាចចុះខ្សោយយ៉ាងឆាប់រហ័សដូច្នេះជំនួសឲ្យការបាចជីដោយចៃដន្យនៅលើដីកសិករកាត់បើកកន្លែងមួយនៅជិតឫសចំហៀងឬគល់នៃដើមចេកបន្ទាប់មកដាក់ជីពណ៌ដូចជាអ៊ុយរ៉េដោយផ្ទាល់នៅខាងក្នុងគោលបំណងគឺដើម្បីរក្សាជីឲ្យប្រមូលផ្ដុំនៅកន្លែងតែមួយសារធាតុចិញ្ចឹមមិនរីប៉ាយពីពេញនឹងខ្ជិះខ្ជីឡើយនៅពេលដែលជីលាយវាអាចនៅជិតឫសហើយត្រូវបានស្រូបយកដោយដើមចេកកាន់តែលឿនក្នុងពេលជាមួយគ្នានេះនៅពេលដែលឫសចំហៀងនិងពន្លកថ្មីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ពួកវាអាចលូតលាស់លឿននិងរឹងមាំជាងមុនដោយសារតែដើមចេកមិនពឹងផ្អែកតែលើដើមចម្បងដែលអ្នកឃើញនៅពេលនេះទេពន្លកថ្មីដែលដុះនៅក្បែរវាគឺជាមូលដ្ឋានគ្រឹះសម្រាប់ផ្លែជុំបន្ទាប់ដូច្នេះនេះអាចមើលទៅដូចជាគាត់គ្រាន់តែចាក់ម្សៅចូលទៅក្នុងរុក្ខជាតិប៉ុន្តែតាមពិតវាគឺជាវិធីសាស្ត្រដាក់ជីដោយផ្ទាល់យ៉ាងពិតប្រាកដ